សួស្ដីពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃហ្នឹងនាំបងប្អូនមកមើលការបងសំណាញ់ដោយទឹកដៃស្មាត់ប្រចាំភូមិហើយបើនិយាយពីទឹកដៃវិញឃើញកាមេរ៉ាបងមិនបែកក៏ត្រូវតែបែកដែរហើយសម្រាប់ទេសភាពបែបអ្នកស្រុកស្រែពេលទន្លេគ្មានអីក្រៅពីការបងសំណាញ់ឬក៏រកត្រីតាមរបៀបទីសាក់ផ្សេងៗហើយហ្នឹងហើយបងប្អូនចាំមើលថាមកសំណាញ់នេះវាបានត្រីប្រហែលប្រហែលក្បាលណាគាត់ថៃលោតវិញលោតចេញអស់ហើយចង់អស់ហើយត្រីដឹងនៅបានប្រមាណនេះហ្នឹងហើយទាំងអ្នកទាំងអស់គ្នាឥឡូវគាត់កំពុងថាច្បូតហើយមិនដឹងថាបានប្រមាណអាចថា3-4សំណាញ់ទៅវារួចមកពេលឬក៏អត់ហើយបើជាប់វិញជាប់តាំងពីចាញ់ច្រាស់ត្រីមានអីមកសំណាញ់គួរសមដែរបងប្អូនបើបាន4-5សំណាញ់អាចថារួចមកពេលបាត់